So nhiều đẹp số crew nhưng mua sân đồng hút chẳng ngày này cái nhóm mà thơ ca JMP và check final network và trường chẳng được nông này cứ pra device miền đối chia routerចំនួន2 switch ចំនួន2ហើយនឹង PC មាន3ហើយនេះគឺជាអ្វីដែលខ្ញុំបានធ្វើឲ្យដែលមានrouter ចំនួន2 switch ចំនួន2ហើយនឹង PC ចំនួន3ដែលមាន IP របស់វាដូចដែលបានដាក់នៅលើនោះចឹងអញ្ចឹងគឺយើងចូលមកដល់ទី1គឺការ config ទៅលើ IP របស់ PC អញ្ចឹងនៅក្នុងនេះគឺ IP របស់ PC admin គឺខ្ញុំដាក់វា 192.168.1.2 ហើយនឹង default gateway របស់វា 192.168.1.4 ហើយសម្រាប់ PC មួយ IP address របស់វាគឺ 192.168.1.3 ហើយ default gateway របស់វាដូចជាមួយនឹង PC admin ដែរគឺ 192.168.1.4 ហើយនឹង PC 2 គឺយើងឲ្យ IP របស់វាគឺ 192.168.2.2 ហើយនឹង default gateway របស់វាគឺ 192.168.2.4 ចឹងគឺយើងចូលដល់ទី2គឺការ config router ចឹងនៅក្នុងនេះគឺ router 1គឺយើងធ្វើការ config port របស់វាគឺ port G00 គឺឲ្យ IP របស់វា 192.168.1.4 ដូចដែលយើងបានដាក់លើកន្លែងនេះសម្រាប់កន្លែងនេះគឺខ្ញុំធ្វើវា static យើងបញ្ចូលឲ្យផ្ទាល់ហើយនឹង port របស់វាមួយទៀតគឺ port G01 ដែលយើងឲ្យ IP របស់វា 192.168.3.2 ហើយសម្រាប់ router 2 port របស់វា port G00 គឺយើងឲ្យ IP របស់វាគឺ 192.168.2.4 ហើយ port G01 គឺយើងឲ្យ IP របស់វា 192.168.3.3 ចឹងបន្ទាប់ពីយើងដាក់ IP ឲ្យវា config IP router របស់យើងហើយគឺយើងចូលដល់ទី3គឺការ connect router 1ទៅកាន់ router ទី1ទៅកាន់ router ទី2ចឹងនៅកន្លែងនេះគឺយើង set up router 1អញ្ចឹងដើម្បី set up router 1បានគឺយើងចូលទៅកាន់ router ទី1តមកទៀតគឺយើងចូលទៅកាន់ config បន្តមកទៀត start យើងចូលទៅកាន់ static តមកទៀតគឺយើងឲ្យ IP network របស់យើងគឺ 192.168.2.0 ហើយបន្តមកទៀត mask ហ្នឹងគឺវាយើងឲ្យវា 255.255.255.0 ណាគឺជា default របស់វាហើយមួយទៀតគឺ ad hoc កន្លែងនេះគឺយើងឲ្យវា 192.168.3.3 តពីហ្នឹងតពីយើងបានដាក់ចូលហើយគឺយើងចុច add network របស់យើងហើយសម្រាប់ router ទី2ក៏ដូចគ្នាដែរគឺយើងចូលទៅកាន់ router ទី2យើងចូលទៅកាន់ config ហើយបន្តមកចូលទៅកាន់ static ហើយកន្លែងនេះ network របស់យើងគឺឲ្យវា 192.168.1.0 mask ដូចគ្នាហើយ net hop គឺ 192.168.3.2 ហើយបន្តមកគឺយើងចុច add ដូចគ្នាអញ្ចឹង network របស់យើងបានចូលមកហើយអញ្ចឹងបន្ទាប់ពីយើង config និងដាក់ IP ទៅកាន់ PC របស់យើងរួចហើយគឺយើងធ្វើការ testing វាដោយ testing ទៅលើ PC admin គឺយើង ping វាទៅកាន់ PC 1ហើយនឹង PC 2គឺទទួលបានជោគជ័យដោយវា receive បាន message ដូចគ្នាហើយគឺយើង ping ពី PC 2មកកាន់ PC 1វិញឆ្លងកាត់ router ហើយ switch របស់យើងវាឆ្លង network អញ្ចឹងក៏យើង ping ទៅវាបានជោគជ័យដូចគ្នា
ហើយខាងក្រោមនេះគឺការនេះរបស់យើងផ្ញើសាររបស់យើងទៅកាន់ PC នីមួយៗឆ្លងកាត់ router របស់យើងហើយខាងក្រោមនេះគឺជា reference វីដេអូដែលខ្ញុំបានមើលតាមគេអញ្ចឹងចុងក្រោយសូមអរគុណលោកគ្រូរបស់ខ្ញុំមានតែប៉ុណ្ណឹង